ជ្រុងមួយនៃអតីតកាលឆ្នាំ2022កាលនោះខ្ញុំនៅប្រឡងបញ្ចប់ឆមាសលើកទី2ថ្នាក់ទី12ពេលប្រឡងចប់នៅពេលព្រឹកខ្ញុំរងចាំឪតែគាត់មកយកដូចធម្មតាព្រោះផ្ទះនៅឆ្ងាយប៉ុន្តែមួយថ្ងៃនឹងមានអារម្មណ៍ថាក្តៅខ្លាំងខ្ញុំចាំគាត់មានអារម្មណ៍ថាយូរទៅមិនឃើញគាត់មកយកសោះពេលនោះក៏ជួបអ្នកគ្រូសិលធម៌គាត់ក៏បានសួរទាក់ទងជាមួយនឹងការប្រឡងហើយមើលទៅលទ្ធផលយ៉ាងណាដែរហើយក៏បានសួរថាពេលណាបានទៅផ្ទះខ្ញុំក៏ប្រាប់តាមដំណើររឿងពេលនោះគាត់ក៏មិនចាំយូរទេមើលទៅដូចដឹងថាខ្ញុំកំពុងតែឃ្លានផងនឹងអស់កម្លាំងក៏បាននាំខ្ញុំទៅទប់នំរបស់គាត់ហើយក៏បានឲ្យអាហារគឺបាយក៏ដូចជាទឹកផ្លែឈើដើម្បីហូបជាមួយគ្នាបាយមួយប្រអប់ទឹកផ្លែឈើមួយកែវដែលក៏បានឲ្យគឺជាកម្លាំងដែលជំរុញឲ្យខ្ញុំបន្តជាមួយនឹងការមេរៀនត្រៀមប្រឡងពេលថ្ងៃដែរជាការរំលឹកបន្ថែមបន្ទាប់ពីបានមើលពីមុនមកដែរខ្ញុំក៏បានប្រឡងចប់ដោយជោគជ័យនៅថ្ងៃចុងក្រោយហ្នឹងពេលវេលាកន្លងផុតទៅយូរយ៉ាងណាក្តីក៏ចិត្តអ្នកគ្រូនៅតែដដែលឲ្យតែពេលបានជួបគាត់តែងតែហុចនំចំណីរបស់ហូបចុកនេះនោះឲ្យខ្ញុំជានិច្ចមិនដែលខានជ្រុងតូចមួយនៃអតីតកាលនេះបានបង្រៀនខ្ញុំឲ្យដឹងថាសេចក្តីល្អនិងភាពកក់ក្ដៅរបស់អ្នកគ្រូនឹងនៅតែដកជាប់នៅក្នុងបេះដូងខ្ញុំជារៀងរហូត